ស្របជាមួយនេះគឺយើងបានឃើញថាហានិភ័យមួយដែលមានភាពជាក់ស្ដែងប៉ះទង្គិចគឺបញ្ហាពាក់ព័ន្ធទៅនឹងសន្តិសុខសង្គមបាទសន្តិសុខតំបន់ផងដែរអញ្ចឹងការមើលរំលងទៅនឹងគោលការណ៍សំខាន់ៗក្នុងច្បាប់អន្តរជាតិបានធ្វើឲ្យប្រទេសមួយចំនួននោះគាត់ឆ្លៀតឱកាសបាទនិយាយជារួមគឺឆ្លៀតឱកាសក្នុងការបំពេញមហិច្ឆតាឬក៏បង្កើតទៅនឹងហានិភ័យផ្សេងៗដែលប៉ះពាល់ទៅដល់នឹងសិទ្ធិទៅដល់អធិបតេយ្យភាពទៅដល់នឹងបូរណភាពទឹកដីរបស់ប្រទេសជិតខាងហ្នឹងអញ្ចឹងនឹងមានក្នុងក្របខ័ណ្ឌនៅតំបន់មជ្ឈិមបូព៌ាក៏មាននៅក្នុងក្របខ័ណ្ឌនៃតំបន់ទ្វីបផ្សេងប៉ុន្តែយ៉ាងណាមិញចំពោះកម្ពុជាយើងបានឃើញហើយបាទប្រទេសជិតខាងយើងដែលប្រទេសថៃនេះដែលគាត់បានបង្កបញ្ហាប៉ះពាល់ទៅដល់នឹងតំបន់ព្រំដែនឈ្លានពានទៅដល់នឹងបូរណភាពទឹកដីរបស់យើងគឺជាបញ្ហានិងហានិភ័យជាក់ស្ដែងរបស់កម្ពុជារបស់យើងបញ្ហានេះគឺយើងបានឃើញយើងបានគោរពនិយាយខានទៅដល់វរៈយុទ្ធជនរបស់យើងគឺមានផលប៉ះពាល់ជាក់ស្ដែងទៅដល់សង្គមនិងប្រជាពលរដ្ឋរបស់យើងគ្រប់រូបផងដែរចឹងកន្លែងនេះគឺខ្ញុំសូមឆ្លៀតឱកាសនេះក៏សូមឧទ្ទិសកុសលផលបុណ្យទាំងអស់ទៅដល់ដួងវិញ្ញាណក្ខន្ធរបស់បុព្វការីជនក៏ដូចជាពិសេសវរៈយុទ្ធជនរបស់យើងនេះបាទដែលបានបូជាជីវិតក្នុងការការពារនៅបូរណភាពទឹកដីរបស់យើងដែលយើងបានឃើញកន្លងមកនេះយ៉ាងណាមិញក៏យើងត្រូវទទួលស្គាល់ផងដែរថាអ្វីដែលជាការខិតខំក្នុងពេលបច្ចុប្បន្ននេះគឺក្នុងក្របខ័ណ្ឌអន្តរជាតិរាជរដ្ឋាភិបាលកំពុងតែបន្តដាក់សម្ពាធប្រើប្រាស់គោលការណ៍អន្តរជាតិទៅលើភាគីដែលរំលោភច្បាប់អន្តរជាតិចឹងយើងបានឃើញការអនុវត្តជាបន្តបន្ទាប់ដំណោះស្រាយដែលប្រើប្រាស់យន្តការអន្តរជាតិហើយច្បាប់អន្តរជាតិជាគោលបាទចឹងគោលការណ៍នៃការបាទផ្សះផ្សាដោយបង្ខំក្នុងក្របខ័ណ្ឌនៃច្បាប់សមុទ្រលក្ខណៈគឺជាការងារមួយដែលយើងត្រូវតែប្រកាន់ខ្ជាប់ហើយនឹងបន្តជំរុញដើម្បីឲ្យមានដំណោះស្រាយហើយភាពយុត្តិធម៌ផ្ដល់នូវភាពយុត្តិធម៌ជូនទៅដល់សង្គមកម្ពុជារបស់យើងចឹងការងារនេះខ្ញុំក៏សង្ឃឹមថាអាយដាមលោកជំទាវក្រុមការងារក្រុមគ្រួសារខ្មែរយើងនិយាយជារួមបាទទាំងក្នុងក្របខ័ណ្ឌអាណាចក្រពុទ្ធចក្រទាំងអស់នឹងបន្តបាទគ្រប់គ្រងទៅដល់រាជរដ្ឋាភិបាលដើម្បីយើងមានកម្លាំងកាយកម្លាំងចិត្តដោះស្រាយទៅលើហានិភ័យបញ្ហាជាក់ស្ដែងការពារបាននៅបូរណភាពទឹកដីរបស់យើងខ្ញុំក៏សង្ឃឹមដែរក្នុងនាមជាអ្នកជំនាន់ក្រោយមួយរូបក៏បដិញ្ញាចិត្តផងដែរថាទោះបីយ៉ាងណាក៏ដោយយើងបដិញ្ញាមួយជីវិតរបស់យើងដើម្បីការពារប្រទេសជាតិរបស់យើងបាទ